បងប្អូននេះគឺជា S25 Ultra ដែលមានតម្លៃត្រឹមតែ$169ទេហើយវាមិនអន់ទេវាមកជាមួយនៅអេក្រង់ AMOLED ភ្លឺច្បាស់អាច scan ម្រាមដៃដោះសោលើអេក្រង់បានមានឲ្យក្រោះការពារទឹកនិងធូលី IP64 មកជាមួយ memory ធំស្រាប់ដល់ទៅ 256GB និងរូបរាងដ៏សែនស្ដើងអញ្ចឹងកញ្ចប់ទូរស័ព្ទនេះពិតជាគួរឲ្យចាប់អារម្មណ៍ដែលចាប់អារម្មណ៍មុនគេគឺរូបរាងទូរស័ព្ទដ៏ស្ដើងនេះកម្រាស់តួខ្លួនត្រឹមតែ3 mm ទេហើយនៅចំកន្លែងអេក្រង់កោងនេះគឺកាន់តែស្ដើងមែនទែនផ្ទៃខាងក្រោយគេ design 2តង់ហើយ lens កាមេរ៉ាធំៗនេះគឺមើលទៅស្អាតចាប់អារម្មណ៍បន្តមកទៀតគឺអេក្រង់នេះគឺជាអេក្រង់ AMOLED ដែលមានគែមកោងសងខាងគេប្រើ lens ទម្លុះអេក្រង់ចំកណ្ដាលមួយគ្រាប់ហើយអេក្រង់ AMOLED នេះគឺជាអេក្រង់ដែលបង្ហាញពណ៌បាន 10bit អញ្ចឹងវាបង្ហាញរូបភាពលើអេក្រង់បានច្បាស់ល្អទាំងពណ៌ដិតស្រស់ភ្លឺច្បាស់ដូចខ្ញុំបង្ហាញអញ្ចឹងដែរល្បឿន refresh rate គឺអាចឡើងខ្ពស់ដល់ទៅ 120Hz ដែលអាចជួយឲ្យចលនាលើអេក្រង់បង្ហាញបាន smooth ល្អហើយចំពោះកម្រិតពន្លឺគឺអាចភ្លឺខ្លាំងដល់ទៅ1400 nit និងមានមុខងារការពារភ្នែកជាមួយនឹងកម្រិត PWM dimming ខ្ពស់ដល់ទៅ 2160Hz ហើយយើងក៏អាចប្រើ sensor scan ម្រាមដៃក្រោមអេក្រង់បានដែរដែលវាទំនើបដូចទូរស័ព្ទកំពូលអញ្ចឹងដែរវា scan បានត្រឹមត្រូវអាចប្រើការបាន iTel ក៏ក្រាលការពារអេក្រង់នេះដោយកញ្ចក់ Gorilla Glass 7i ដែលគេបញ្ជាក់ថាវាធន់នឹងមាំធន់នឹងការធ្លាក់តែខ្ញុំក៏មិនបានតេស្តទម្លាក់ដែរទូរស័ព្ទនេះក៏មានឲ្យក្រោះការពារទឹកនិងធូលី IP64 អញ្ចឹងយើងអាចយកទៅលេងប៉ាត់ម្សៅចាស់ទឹកអីមួយសេរីអត់មានការបារម្ភទេនិយាយពីកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់ sensor gold មានទំហំ50 megapixel និងមួយគ្រាប់ទៀតគឺជា2 megapixel សម្រាប់ថត macro គៀកៗចំណែកកាមេរ៉ាមុខគឺមានទំហំ32 megapixel នេះគឺជាគុណភាពរូបដែលខ្ញុំបានថតវាពិតជាថតបានស្អាតយើងអាច zoom មើល detail បានច្រើនហើយចំពោះប្លង់ភាគវាក៏ផ្ដល់ type reel smooth ហើយមុខងារ portrait ក៏កាត់ត្រេមនុស្សបានល្អដែរចំពោះសមត្ថភាពថតវីដេអូទូរស័ព្ទនេះអាចថតបានកម្រិត 2K ទាំងចេញពីកាមេរ៉ាមុខនិងកាមេរ៉ាក្រោយថាមពលថ្មមានទំហំធំដល់ទៅ 5000 mAh នៅក្នុងរូបរាងដ៏ស្ដើងហើយអាចប្រើការបានយូរដល់ទៅមួយថ្ងៃពេញមិនអីទេហើយចំពោះការសាកថ្មគឺអាចសាកបានល្បឿន 18W និយាយពីកម្លាំងម៉ាស៊ីនទូរស័ព្ទនេះមកជាមួយនៅ chip Unisoc T620បាន RAM ទំហំ 8GB ដែលអាចបូកបន្ថែម 8GB ទៀតហើយម៉ាស៊ីនកម្លាំងប៉ុណ្ណេះគឺអាចប្រើការងារទូទៅបានល្អហើយចេញចូលពីកម្មវិធីអីវាមិនស្ទក់ទេហើយចំពោះ memory ក្នុងម៉ាស៊ីនគឺមានទំហំធំស្រាប់ដល់ទៅ 256GB ដែលអាចដាក់រូបភាពបានច្រើនដល់ទៅរាប់ម៉ឺនរូបនិងដាក់វីដេអូបានដល់ទៅរាប់រយទុកមើលនៅផ្នែកខាងក្រោយក៏មាន IR Blaster ដែលយើងអាចបញ្ជាបិទបើកម៉ាស៊ីនត្រជាក់ក៏ដូចជាទូរទស្សន៍ជំនួសតេឡេបានសរុបចុងក្រោយ iTel S25 Ultra មានតម្លៃ$169យើងបានអ្វីច្រើនយើងបានអេក្រង់ AMOLED ភ្លឺច្បាស់យើងបាន sensor scan ម្រាមដៃក្រោមអេក្រង់មានឲ្យក្រោះការពារទឹកនិងធូលី IP64 memory ក្នុងម៉ាស៊ីនធំដល់ទៅ 256GB យើងបានទូរស័ព្ទរូបរាងស្ដើងប៉និតនិងកាមេរ៉ាក្រោយ50 megapixel កាមេរ៉ាមុខ32 megapixel ដែលធ្វើការបានល្អបងប្អូនយល់យ៉ាងម៉េចដែរចំពោះ iTel S25 Ultra នេះសូមសរសេរមតិយោបល់ក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នានៅវីដេអូក្រោយទៀត